សុខសប្បាយជាទេសុខសប្បាយអរគុណច្រើនចា៎យ៉ាដូចជាតិចបន្តិចហើយដូចជាមិនតិចប្រហែលក៏នឹងនៅហាលថ្ងៃមានភាពកក់ក្ដៅតាបាទពុទ្ធសាសនាគឺសំខាន់ណាស់ចំពោះបងប្អូនខ្មែរយើងគេថាមិនថានៅទីណាតែធ្វើបន់ចប់ជានិច្ចហើយព្រះអង្គឮថាកាលពីលោកមុនធ្លាប់បួសម្ដងដែរខ្ញុំធ្លាប់បួសដែរដើម្បីសងគុណបេតាពមាតារបស់ខ្ញុំចា៎ពីឆ្នាំ2008ប្រហែលថ្ងៃដែរខ្ញុំបានបួស2សប្តាហ៍ពីយ៉ាងមិនដាប់ភាពជាសង្ឃភាពជាសង្ឃមានភាពស្ងប់ដែលគួរណាតែខ្មែរយើងទាំងអស់គ្នាគួរធ្វើដែរប្រពៃណីខ្មែរយើងកូនប្រុសត្រូវតែបួសដើម្បីសងគុណបេតាពមាតាណាបេតាមេតារបស់ខ្លួនឯងដូច្នេះគួរណាតែយើងបន្តនៅប្រពៃណីដ៏ល្អបំផុតរបស់កូនខ្មែរបាទប្រពៃតាខ្ញុំគឺព្រះអង្គម្ចាស់ស៊ីសវត្តមេធាវីសម្ដេចស៊ីសវត្តមេធាវីលោកត្រូវជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសវត្តសិរិមន្តៈហើយចុះព្រះមេដាហើយនឹងព្រះមេដាខ្ញុំលោកត្រូវជាបងបង្កើតរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថដូច្នេះព្រះអង្គម្ចាស់ជាក្មួយផ្ទាល់តែម្ដងខ្ញុំជាក្មួយលោកផ្ទាល់ហើយនឹងមានចំណុចពិសេសមួយដែរចំណុចពិសេសត្រង់ថាថ្ងៃដែលខ្ញុំកើតពួកខ្ញុំកើតឆ្នាំរោងឆ្នាំ1952បានន័យថាខ្ញុំចូល65ហើយហើយនឹងពេលខ្ញុំកើតនឹងប្របីតាខ្ញុំនឹងលោកជាទាហានលោកចូលទៅសមរភូមិកាលនោះប្រគល់លោកបានធ្វើយុទ្ធនាការមួយដើម្បីបណ្ដេញទ័ពវៀតមិញចេញពីដីខ្មែរណាឆ្នាំ52 53ហ្នឹងមុនទទួលឯករាជ្យពីបារាំងហើយនឹងពេលខ្ញុំកើតហ្នឹងបិតាខ្ញុំនៅសមរភូមិដូច្នេះសម្ដេចម៉ែហ្នឹងហើយដែលជាកំដរពញាតារបស់ខ្ញុំពេលខ្ញុំកើតហើយនឹងពេលខ្ញុំកើតហ្នឹងអ្នកដែលពោខ្ញុំមុនម្ដាយខ្ញុំគឺសម្ដេចម៉ែយើងហ្នឹងហើយដូច្នេះព្រះអង្គមានភាពចិត្តស្និទ្ធចិត្តដិតដូចកូនបការបស់សម្ដេចម៉ែដែរដូចកូនបការួចទៅមួយទៀតពេលខ្ញុំអាយុ2ឆ្នាំខ្ញុំបានប្អូនស្រី2នាក់ប្អូនស្រីភ្លោះហើយនឹងពេលប្អូនស្រីខ្ញុំកើតទៅក៏មានជំងឺដែលជាចាំបាច់ប្របីតាពមាតាខ្ញុំត្រូវតែយកទៅព្យាបាលនៅស្រុកបារាំងដូច្នេះក៏លោកបានទុកខ្ញុំនៅស្រុកខ្មែរហើយអ្នកដែលចិញ្ចឹមខ្ញុំនឹងគឺសម្ដេចម៉ែយើងតែមួយថាម្ដងបាទចឹងដូចជាបានន័យថាព្រះអង្គចាស់គឺកាត់បារាំងហីជីតាខ្ញុំជាសញ្ជាតិបារាំងក៏ប៉ុន្តែជនជាតិអ៊ីតាលីណាពីព្រោះជីតាទូតរបស់ខ្ញុំហ្នឹងគឺជាជនជាតិអ៊ីតាលីដែលមកភៀសខ្លួននៅប្រទេសបារាំងនៅចុងសតវត្សទី19ណាគាត់បានដល់ស្រុកប្រាំងក៏បានជួបនៅនារីបារាំងម្នាក់ដែលជាជីដូនទួតរបស់ខ្ញុំហ្នឹងគឺគាត់បានសម្រេចចិត្តនៅស្រុកបារាំងទៅណាបានជាកើតជីតាខ្ញុំទៅបន្តនោះមកដល់ខ្ញុំទៅដូច្នេះព្រះមេដាព្រះអង្គគឺឈ្មោះអាន់ម៉ារីអ៊ីស៊ីហ្នឹងគឺជាឈ្មោះអ៊ីតាលីដូច្នេះគឺសម័យសាធារណរដ្ឋគេតែងតែចោទប្រកាន់ទៅសម្ដេចម៉ែថាកាត់វៀតណាមកាត់អីហ្នឹងមិនមែនជាការពិតទេមានជាការពិតទេពីព្រោះក្រុមគ្រួសារខ្ញុំបើសិនជាគិតទៅតាមជីតាខ្ញុំនឹងចេញមកពីស្រុកអ៊ីតាលីហើយនិងស្រុកបារាំងទេហើយនឹងបើសិនជាជីដូនរបស់ខ្ញុំនឹងចេញមកពីខាងគ្រួសារអធិជនខ្មែរយើងហើយនឹងជាពិសេសជាពីសម្ដេចជាវាវាំងសម័យប្រគុណណាមុនីវង្សដូច្នេះសិតតែមានការសិតតែគ្រួសារអភិជនតាំងពីបរមបុរាណមកគឺព្រះអង្គម្ចាស់គឺជាកូនចៅពីបន្តពីស្ដេចប្រគុណណាស៊ីសវត្តបាទស៊ីសវត្តដូច្នេះគឺថា direct descendant មកតែម្ដងដូច្នេះបាទជាជាមួយរបស់វិទ្យុសម្លេងខ្មែរបានជួបព្រះអង្គនៅពេលនេះហើយព្រះអង្គក៏នៅក្នុងព្រះរាជវាំងអញ្ចឹងហីអត់ទេផ្ទះខ្ញុំនៅសៀមរាបតាំងពីបោះឆ្នោតទៅខ្ញុំបានទៅសម្រេចនិរទេសខ្លួនឯងទៅទីក្រុងសៀមរាបពីព្រោះខ្ញុំទ្រាំភ្នំពេញវាមិនកើតរញ៉ៃស្ទះចរាចរណ៍ទៅពីទីតាំងមួយទៅទីតាំងមួយចំណាយពេលរាប់ម៉ោងអីហ្នឹងគឺពិបាកណាស់ចា
ហើយនឹងនៅទីក្រុងសៀមរាបមានភាពស្ងប់ដែលវាផ្ដល់លទ្ធភាពឲ្យខ្ញុំមានស្ងប់ក្នុងអារម្មណ៍ក្នុងការធ្វើនយោបាយធ្វើអីហ្នឹង ប្រងគ្រឿងអាប់គឺធំឡើងគឺនៅក្នុងខ្សែប្រជាវង្សដូច្នេះគឺថាបុន privilege តើមានអារម្មណ៍យ៉ាងណាមាន តាមការពិតបើសិនជាយើងគិតអំពី privilege បានន័យថាបុណ្យដែលយើងបានទទួលបើសិនជាគិតអំពីសម្ភារៈអត់មានអីដែលថាលើសនឹងគេទេណាក៏ប៉ុន្តែមានបុណ្យមានកសលមួយដែលថាប្រជារាស្ត្រខ្មែរនៅប្រទេសខ្មែរនៅនិយមរាជវង្សច្រើនដូច្នេះនេះហើយដែលជាផ្ដល់លទ្ធភាពឲ្យខ្ញុំមានកិត្តិយសហើយនឹងខ្ញុំខិតខំធ្វើយ៉ាងម៉េចការពាររក្សាកិត្តិយសកិត្តិនាមរបស់រាជវង្សខ្មែរនៅក្នុងដំណើររបស់ខ្ញុំរាល់ថ្ងៃនៅក្នុងថ្ងៃដែលបាទព្រះបរមកោររតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុនឹងកើតព្រះអង្គឡើងសោយរាជ្យទៅឡើងវិញនៅឆ្នាំ1100ប្រហែល90ប្រហែលហ្នឹង93តើនៅពេលនេះព្រះអង្គមានអារម្មណ៍យ៉ាងណាដែរខ្ញុំមានអារម្មណ៍ដូចជាសប្បាយដែរសប្បាយក្នុងថាសង្គមខ្មែរយើងស្រឡាញ់ស្ដេចដូច្នេះហើយនឹងស្ដេចជានិមិត្តរូបនៃឯកភាពជាតិនៃការបង្រួបបង្រួមជាតិដូច្នេះខ្ញុំមានកើតសេចក្តីសង្ឃឹមយ៉ាងខ្លាំងថាពេលលោកគ្រងរាជសាជាទី2នឹងនៅក្នុងប្រទេសខ្មែរយើងគឺលោកមានលទ្ធភាពធ្វើការបង្រួបបង្រួមហើយនឹងផ្សះផ្សាជាតិណាក្រោយពីជាតិយើងបានឆ្លងកាត់សង្គ្រាម20-30 ឆ្នាំទៅចា៎នៅក្នុងប្រជាវាំងព្រះអង្គមិនព្រោះថាបងប្អូនខ្មែរចំនួនបានទៅចូលបានវាំងតែខាងមុខឯខាងក្រោយយ៉ាងណាដែរព្រះអង្គជួយស្គាល់វាំងច្បាស់តែម្ដងទៀតខាងក្រោយសួនច្បារតែម្ដងសួនច្បារតែម្ដងសួនច្បារមានដើមឈើមានម្លប់ច្រើនមានស្រះមានត្រីមានអញ្ចឹងជាមានភាពស្ងប់ច្រើននៅក្រោយវាំងនៅក្នុងសួនណាគេធ្វើសួនច្បារអញ្ចឹងមានការដំណើរទេធ្វើសួនច្បារបើសិនជាយើងគិតអំពីស្នាដៃគឺស្នាដៃ 100% ពីសម្ដេចជ្រាវាំងគង់សំអល់តែម្ដងគាត់នឹងហើយអ្នកគូអ្នកអីទាំងហ្នឹងក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយមានរចនាសម្ព័ន្ធមានរចនាបថពីបរមបុរាណមកហើយណាគាត់គ្រាន់តែឆ្នៃពីលើនឹងតទៅទៀតទេមានកន្លែងខ្លះគាត់រៀបចំសួនអីពិសេសអីយ៉ាងទៅល្អហើយនឹងជាត្រូវតែទទួលស្គាល់ស្នាដៃរបស់សម្ដេចជ្រាវាំងគង់សំអល់ជុំវិញការរក្សាហើយនឹងថៃវាំងចា៎អញ្ចឹងបកគោលណាមានបានថាមានពេលតនីអញ្ចឹងធ្វើការនឹងធ្វើជូនច្បារទេលោកយើងហាត់សឹងតែរាល់ថ្ងៃហ្នឹងចា៎ប៉ុន្តែពេលយប់ពេលស្ងាត់អញ្ចឹងផ្កាគេនឹងខាងក្រោយល្អទេដូចថាដូចនេះដូចនេះមានដើមផ្កាម្លិះនេះផ្កាម្លិះមានដើមឈើច្រើនយ៉ាងហើយមានដើមស្វាយដើមចេកដើមរាំងភ្នំដើមឈើរាប់មិនអស់ដើមជ្រេដើមផ្លែឈើផ្សេងទៀតមានច្រើនណាចាមានដើមផ្កាក៏មានផ្កាចំប៉ីក៏មានផ្កាស្អីគេហៅចេកទុំក៏មានដើមផ្កាច្រើនណាស់ចា៎ដល់ចាប់បងមានបានទៅសោយចំណីអាហារជាមួយប្រគល់ណាឯនៅក្នុងរាជវាំងក្នុងមិនមែនដូចប្រគល់ណាព្រះបរមរតនកោដ្ឋទេពេលខ្ញុំដង្ហែប្រគល់ណាព្រះបរមរតនកោដ្ឋខ្ញុំហែលោកសោយសឹងតែរាល់ថ្ងៃហ្នឹងលើកលែងតែពេលលោកមានភ្ញៀវមានអីទេដែលខ្ញុំមិនហែលោកប៉ុន្តែក្រៅពីហ្នឹងក្នុងអរិញភាពសាមញ្ញហ្នឹងខ្ញុំហែលោករាល់ថ្ងៃប្រគល់ណាសមុនីមកពេលខ្ញុំហែលោកសោយអញ្ចឹងព្រះរតនកោដ្ឋព្រះបាទនរោត្តមសីហនុពេលក៏សោយម្ដងថាមហូបអាហារដូចថាស្ដាច់មហូប100មុខ50មុខអីចឹងយ៉ាងណាដែរនេះចំពោះអត់ជារៀបរាប់ទៅមានម្ហូបខ្មែរ3មុខមានម្ហូបចិន1មុខមានម្ហូបបារាំង1មុខ2មុខហើយតែប៉ុណ្ណឹងទៅពេលតែមួយហ្នឹងបូកត្រប់ទៀតទៅ5 6មុខដែរតើ6មុខដែរប៉ុន្តែអាហ្នឹងបើសិនជាយើងប្រៀបធៀបជាមួយខ្មែរមន្ត្រីរាជការដែលទៅបាយហាងទៅអីណានេះក៏ប្រហែលគ្នាហ្នឹងមិនម្ហូបខ្មែរគឺប្របាទនរោត្តមសីហនុជួយចិត្តម្ហូបមួយណាលោកសពតិម្ហូបទាំងអស់ហ្នឹងហើយនឹងជាពិសេសពេលលោក
នៅមានបជននៅមានព្រះកាយនៅឡើយលោកសពតិធ្វើមហូបព្រះអង្គលោកផងហ្នឹងម្ល៉េះសពតិលោកសើយមហូបទាំងអស់ហ្នឹង ចឹងមកតុកមានប៉ុន្មាននេះពេលព្រះអង្គសោយ ពេលនៅទីក្រុងប៉េកាំងក៏ដូចនៅភ្នំពេញដែរមានតែលោកពីរនាក់ពីព្រះអង្គជាមួយសម្ដេចម៉ែហើយនឹងតុកមួយទៀតគឺអ្នកហែដូចថាពេលមានព្រះជីវិតលោកយាងមកហែអីហ្នឹងដូចសម្ដេចព្រះរាមសម្ដេចជាពិសេសសម្ដេចព្រះរាមហើយនឹងសម្ដេចអរុនមានតែបុត្រពីរនឹងទេដែលអាសាហែសើយលោកហ្នឹងជាមួយហើយនឹងខ្ញុំអីហ្នឹងតែប៉ុណ្្នឹងទេ បើសិនជាមាន2នាក់គឺមួយមកជាហៀងតុកមួយមកជាហៀងតុកមែន ចុះតុកទួយទៅ តុកទួយមិនមែនតុកធំបាទនេះសួរក្នុងរឿងខ្លះគឺណាឃើញថាតុកវែងមួយម្នាក់អត់ទេ តុកលោកតុកទួយណាស់ហើយនឹងបើសិនជាយើងមើលព្រះរាជដំណាក់របស់បកូនណាដែលនៅសល់នៅឡើយដូចថានៅពីកនិលនៅកោះកុងហើយនឹងនៅបូកូកន្លែងផ្សេងអីហ្នឹងបើសិនជាយើងប្រៀបធៀបជាមួយគាត់លោកហើយប៉ិនគាត់លោកហ្នឹងអត់មានធំជាងហ្នឹងទេហើយនឹងតុកលោកសពតិទួយលោកអត់សពតិអីធំដុំទៅបង្ហាញនៅឥទ្ធិពលនៅអីនេះលោកបាទគឺថាព្រះអង្គជាលេខាធិការផ្ទាល់របស់ព្រះបាទព្រះរមសៀននុហើយក៏ថាមានភាពជិតស្និទ្ធខ្លាំងណាស់តើបងអាចជម្រាបបងប្អូនខ្លះអំពីតំណែងរបស់ព្រះអង្គជាមួយសម្ដេចព្រះរមសៀននុនេះមានភាពយ៉ាងណាមានភាពពិសេសកន្លែងថាពេលប្របីតាពមាតាខ្ញុំលោកសុគតពីព្រោះសុគតនឹងក្នុងកែដង្ហែព្រះរាជដំណើរបកូនណាសម័យបលាយពុទ្ធសាសន៍នឹងលោកវិលត្រឡប់មកស្រុកខ្មែរវិញក៏ខ្មែរក្រហមខាងប៉ុលពតនឹងយកទាំងពីរព្រះអង្គប្របីតាពមាតាខ្ញុំនឹងយកទៅសម្លាប់ពីឆ្នាំ1978ដូច្នេះពេលបកូនណាលោកយាងចេញមកក្រៅវិញគឺលោកសម្រេចលោកសពរាជហឫទ័យតែងតាំងខ្ញុំជាកូនចិញ្ចឹមរបស់លោកជាបុត្រចិញ្ចឹមរបស់លោកដូច្នេះហ្នឹងជាលក្ខណៈពិសេសមួយដែលខ្ញុំមានភាពកតញ្ញូជាទីបំផុតចំពោះបកូនណាមួយទៀតលោកមិនមែនជាច្បាយទេរបស់ខ្ញុំក្នុងនាមថាលោកជាព្រះមហាក្សត្រខ្ញុំជាព្រះលេខាជាជំនួយការផ្ទាល់មិនមែនទេលោកជាគ្រូរបស់ខ្ញុំព្រោះអ្វីដែលខ្ញុំរៀនសូត្រការពិសោធន៍របស់ខ្ញុំនៅក្នុងឆាកនយោបាយមិនមែនថាប្រឡូកក្នុងឆាកនយោបាយទេប៉ុន្តែក្នុងការគិតគូរអំពីទស្សនៈនយោបាយសកម្មភាពនយោបាយហ្នឹងគឺខ្ញុំបានទទួលពីលោកសឹងតែទាំងអស់ចា៎ទាំងអស់បាទដូចហើយនៅពីជំនាន់ប៉ុលពតហ្នឹងគឺព្រះអង្គនៅទីក្រុងភ្នំពេញនៅពេលនោះព្រះអង្គនៅណាដែរពេលបកូនណាលោកគង់នៅក្នុងវាំងសម័យប៉ុលពតហ្នឹងខ្ញុំបានភពសំណាងបានទៅនៅសុភាំងវិញប៉ុន្តែមានប្អូនខ្ញុំប្រកើតម្នាក់នៅហើយលោកចនិចទៅពងចាស់ស៊ីសវត្តចិត្តរាដែលទឹកទៅសើយទីមង្គលឆ្នាំមុនដូចនេះគឺជំនាន់ខ្មែរក្រហមព្រះអង្គអត់មានតំណែងអីទៅស្រុកខ្មែរទាំងអស់ហ៎គ្មានអ្នកណាមានតំណែងជាមួយស្រុកខ្មែរទេពេលនោះអត់មានទេពីព្រោះខ្មែរក្រហមបិទចិត្តហើយអត់មានការឆ្លើយឆ្លងតំណែងរវាងខ្មែរនៅខាងក្នុងហើយនិងខ្មែរនៅខាងក្រៅអត់មានទេចា៎ដូច្នេះព្រះអង្គបានបែកចេញពីបាទរមសៀននុមករយៈដល់ពេលហ្នឹងបានជួបម្ដងទៀតនោះពេលឆ្នាំ1979ពេលលោកបានចេញមកវិញហើយក៏ខ្ញុំបានទៅថ្វាយគុំលោកទៅបកគលខ្លួនខ្ញុំនឹងទៅថ្វាយលោកនៅទីក្រុងប៉េកាំងតែក្រុងប៉េកាំងមិនដែរពេលជួបខ្ញុំអញ្ចឹងពេលជួបហ្នឹងគឺមាននិយាយយ៉ាងម៉េចមានភាពរំភើបយ៉ាងខ្លាំងបាទនឹងយើងមើលប្រវត្តិសាស្ត្រក្នុង3ឆ្នាំហ្នឹងគឺហាក់ដូចជាមេឃនឹងដីគឺខុសគ្នាឆ្ងាយតែម្ដងបាទហ្នឹងវាច្បាស់ហើយប៉ុន្តែពេលហ្នឹងគឺពេលលោកយាងចេញពីរបបប៉ុលពតហ្នឹងក៏លោកយាងចូលទៅប្រឡូកនៅក្នុងការប្រយុទ្ធមួយសាទៀតដើម្បីទាមទារឯករាជ្យអធិបតេយ្យភាពឲ្យខ្មែរវិញណាព្រោះពេលនោះខ្មែរស្ថិតនៅក្រោមការដឹកនាំពីវៀតណាមគឺថារបៀងប្របាប់សម្ដេចនរោត្តមសីហនុនិងសម្ដេចម៉ែថាតំណែងអ្នកទាំងពីរណាដែរគឺថាស្នេហាដូចជាមួយមុតតែម្ដងចូលលោកគង់ជាមួយគ្នា60ឆ្នាំដែរគឺថាកាលពីមុនហ្នឹងគឺព្រះអង្គមានអ្នកម្នាងជាច្រើនក៏បានសម្ដេចម៉ែមកគឺជាប់មករហូតតែម្ដងជាប់រហូតលោក
បានរញ៉ាពីពីឆ្នាំ1900ខែមេសាឆ្នាំ1952ហើយនឹងលោកសៃទីបង្គត់ឆ្នាំ2012ដូច្នេះរញ៉ាបើសិនជាយើងរាប់ទៅជាង60ឆ្នាំជាង60ឆ្នាំបាទតំណែងចំណុចក្នុងការនិយាយស្ដីរវាងព្រះអង្គទាំងពីរនោះយ៉ាងមានភាពយ៉ាងណាដែរមានភាពគ្រប់ជាច្រើនពីសម្ដេចម៉ែណាលោករញ៉ាលោកទុនភ្លុនលោកស្វែងគុំគោរពរញ៉ាបកូណារញ៉ាដោយមនុស្សសាមញ្ញចឹងនិយាយរួមទៅគឺរញ៉ាលោករញ៉ាស្វែងគុំបកូណាលោកមានព្រះសវណ្ណីជាមួយបកូណាក៏ដូចរញ៉ាដូចមនុស្សសាមញ្ញចឹងមានភាពរញ៉ាគោរពបកូណាដូចមនុស្សសាមញ្ញចឹងនៅពេលដែលបកូណាគេថា hosting ភ្ញៀវកិត្តិយសធំពីបរទេសគឺថាព្រះអង្គដឹងរបៀបធ្វើឲ្យភ្ញៀវកិត្តិយសសប្បាយចិត្តឬក៏រៀនឱកាសតែម្ដងតើព្រះអង្គអាចជម្រាបបងប្អូនពីចារញ៉ាបកូណាលោកយកប្រតិទុកដាក់ខ្លាំងណាស់ក្នុងការរញ៉ាទទួលភ្ញៀវនីមួយមិនដើម្បីអីដើម្បីការផ្ដល់មោទនភាពនិងកិត្តិយសទៅឲ្យជាតិយើងបកូណាលោកជាអ្នកស្នេហាជាតិមួយដែលថាគ្មានអ្នកណាអាចនឹងបដិសេធបានហើយនឹងគ្រប់សកម្មភាពរបស់លោកគឺលោកគិតជាធំគិតអំពីផលប្រយោជន៍របស់ជាតិពេលដែលយក entertain ពេលលោកទទួលភ្ញៀវបរទេសអីម្ដងគឺលោកគង់ជានិមិត្តរូបនៃប្រទេសជាតិយើងដូច្នេះលោកយកប្រតិទុកដាក់ខ្លាំងណាស់ខ្ញុំសូមបន្ថែមទៅទៀតមុននឹងរៀបតុរៀបអីហ្នឹងលោកផ្ទាល់ព្រះអង្គលោកផ្ទាល់ព្រះអង្គត្មងលោកយាងម៉ូតូទៅរៀបចានយ៉ាងម៉េចសំសព្រាយ៉ាងម៉េចផ្កាយ៉ាងម៉េចហើយអ្នកណាត្រូវអង្គុយកន្លែងណាកន្លែងណីអីហ្នឹងលោកយកឈ្មោះបោះភ្ញៀវហ្នឹងព្រោះពេលលៀងពេលអីហ្នឹងគេដាក់ឈ្មោះភ្ញៀវនៅមុខចានហ្នឹងដើម្បីភ្ញៀវដឹងថាទៅអង្គុយនៅកន្លែងណាលោកយាងទៅនេះព្រះអង្គលោកតែម្ដងរហូតទៅដល់លោកសៃទីបង្គត់អញ្ចឹងណារហូតបានន័យថាមិនមែនត្រឹមតែពេលដែលលោកកាន់អំណាចទេរហូតទៅដល់លោកសៃទីបង្គត់គឺលោកយកប្រតិទុកដាក់យ៉ាងខ្លាំងក្នុងពេលដែលលោកទទួលភ្ញៀវពេលព្រះអង្គសោយទីបង្គត់ព្រះអង្គបាបរំរំស្រាននោះនៅពេលនោះព្រះអង្គនៅណាដែរនៅពេជីងខ្ញុំពេលលោកខ្ញុំឲ្យលោកនៅពេកាំងក៏ប៉ុន្តែដោយសារថាពេលនោះភរិយាខ្ញុំទងន់ខ្ញុំសុំច្បាប់លោកមកដើម្បីនាំប្រពន្ធទៅពេទ្យទៅអីមើលទៅឆ្លោះអ៊ីកូឆ្លោះអីហ្នឹងទៅហើយនឹងម្យ៉ាងទៀតពេលនោះខែកញ្ញាខែកញ្ញាបានន័យថាតែប្រហែលអាទិត្យមុនលោកសៃទីបង្គត់ទេសម្ដេចម៉ែគូលោកសពតិឲ្យខ្ញុំមកតាក់ទងក្រុមតន្ត្រីរបស់លោកណាគេហៅ Royal Singing ហ្នឹងរៀបចំធ្វើដំណើរទៅពីកាំងដើម្បីរៀបចំបុណ្យមួយធំក្នុងការអបអរសាទរការបុណ្យចម្រើនបជនទី90របស់របស់ប្រគុណព្រះបរមរតនកោដ្ឋហើយនឹងឲ្យខ្ញុំតាក់ទងរាជវង្សទាំងអស់បានន័យថាសម្ដេចកុម្ពះសម្ដេចនរោត្តមសិរីវុឌ្ឍសម្ដេចទាំងប្រមាណហ្នឹងដើម្បីឲ្យត្រៀមខ្លួនដើម្បីទៅពីកាំងដើម្បីអបអរសាទរបុណ្យចម្រើនបជនហ្នឹងហើយនឹងខ្ញុំបានទទួលពីបញ្ជាអញ្ចឹងទៅក៏ខ្ញុំបានមកស្រុកខ្មែរដើម្បីរៀបចំកម្មវិធីទាំងអស់ហ្នឹងទៅក៏ប៉ុន្តែព្រោះអកុសលគឺប្រគុណណាលោកសៃទីបង្គត់មុនទៅព្រោះចម្រើនបជនលោកថ្ងៃ31ខែតុលាលោកសៃទីបង្គត់ថ្ងៃ15ខែតុលាដូច្នេះពីអាទិត្យមុនចម្រើនបជនលោកដូច្នេះការរៀបចំរបស់ខ្ញុំហ្នឹងក៏អត់បានសម្រេចតាមសេចក្តីប្រាថ្នាចា៎ពាក្យសម្ដីអ្វីរបស់ប្រគុណណាដែលព្រះអង្គហាត់ចាប់ចិត្តថាចាំរហូតមកដល់ឥឡូវហើយដែលមានដែលព្រះអង្គតែតែយកមកអនុវត្តបើសិនជាពាក្យសម្ដីមួយខ្ញុំអត់មានទេក៏ប៉ុន្តែឆន្ទៈរបស់លោកណាក្នុងការបង្រួមសាសភាជាតិហើយនឹងរក្សាសន្តិភាពអានឹងហើយដែលជាឆន្ទៈធំបំផុតរបស់លោកពីព្រោះលោកស្រឡាញ់ប្រជាពលរដ្ឋរបស់លោកស្រឡាញ់ជាតិលោកប្រជាជនរបស់លោកដូច្នេះលោកធ្វើយ៉ាងម៉េចជៀសវាងកុំឲ្យបង្កើតទុក្ខណាទៅឲ្យប្រជាពលរដ្ឋប្រជានុរាស្ត្ររបស់លោកណាអានឹងហើយដែលខ្ញុំចងចាំរហូតហើយនឹងហើយបានក្នុងការនឹងហើយដែលខ្ញុំខិតខំនៅក្នុងដំណើរនយោបាយរបស់ខ្ញុំទស្សនៈនយោបាយរបស់ខ្ញុំនឹងខិតខំធ្វើយ៉ាងម៉េចកុំឲ្យមានចំនួននៅក្នុងសង្គមខ្មែរហើយនឹងជៀសវាងធ្វើយ៉ាងម៉េចឲ្យក
កុំឲ្យផ្ទុះអស្ថិរភាពអសន្តិភាពនៅក្នុងនៅក្នុងស្រុកអានឹងជារបៀបដែលខ្ញុំសងព្រះរាជគុណរបស់លោកព្រោះលោកមានព្រះរាជគុណមកលើខ្ញុំខ្លាំងណាស់ក្នុងការដែលលោកយកខ្ញុំទៅចិញ្ចឹមជាង30ឆ្នាំកន្លងមក ដូច្នេះទូស្ថាប័នប្រជាវាំងនឹងគឺថាមានសារៈសំខាន់ក្នុងការលើកស្ទួយឬក៏ជួយដល់ប្រទេសកម្ពុជាទូនាទីយ៉ាងណាដែរនៅក្នុងប្រទេសកម្ពុជាយើងនឹង ជាពិសេសប្រកបណាព្រះបរមនាថនរោត្តមសីហមុនីនឹងលោកមានទស្សនៈហើយលើខ្ញុំនឹងធ្វើយ៉ាងម៉េចខិតខំគង់ស្ងប់ដើម្បីអីដើម្បីជានិមិត្តរូបនៃសន្តិភាពនៅក្នុងសង្គមខ្មែរយើងនៃស្ថិរភាពនៅក្នុងខ្មែរយើងហើយនឹងស្របទៅតាមរដ្ឋធម្មនុញ្ញលោកជាធានានៅនិរន្តរភាពណានយោបាយនៅក្នុងជាតិយើងដូច្នេះមូលហេតុដែលលោកមិនលូកប្រហោះនៅក្នុងនយោបាយហ្នឹងព្រោះបើសិនជាលោកលូកដល់ពេលហ្នឹងវាលោកមិនអាចនឹងធានានៅនិរន្តរភាពទេដូច្នេះលោកសម្រេចតែមិនលូកដើម្បីអីដើម្បីថ្ងៃណាមួយដែលជាតម្រូវការលោកអាចនឹងធានានៅនិរន្តរភាពនៅស្រុកខ្មែរយើងបាទគឺថាប្របាទព្រះនរោត្តមសីហមុនីគឺទ្រង់ជាព្រះគឺថាសោយព្រះសម្បត្តិនៅរាជាណាចក្រកម្ពុជាតែម្ដងដូចជាល្អណាស់ដែរព្រះអង្គជាពុទ្ធសាសនិកជនមួយដ៏ឆ្នើមតែមានក្រុមងារជាដើមតើអាចជម្រាបពីជីវិតខ្លះរបស់ប្របាទព្រះនរោត្តមសីហមុនីទេបាទខ្ញុំមិនអាចនឹងនេះទេដោយសារថាលោកសពរិកហរតីនៅស្ងប់នៅស្ងាត់នៅនេះលោកអត់សូវសពតិបង្ហើបនៅជីវិតរបស់លោកជីវភាពរបស់លោកទេចាក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយទៅមួយម៉ាត់ថាលោកជាពុទ្ធសាសនិកជនមួយអង្គណាដែលលោកដូចឧទាហរណ៍ថ្ងៃសិលលោកកាន់សិល8ណាមិនមែនសិល5ដូចយើងសុំសិល5អីទេលោកកាន់សិល8លោកមិនសោយសាច់មិនសោយអីសោយតែបន្លែល្ងាចមិនសោយស្ងោយអីទេគឺលោកគោរពនៅសិលរបស់ព្រះយើងយ៉ាងខ្លាំងណាស់ចាដើម្បីអីដើម្បីគង់ជាគំរូជានិមិត្តរូបនៅភាពថ្លៃថ្នូររបស់ជាតិយើងណាចំពោះប្រជារាស្ត្រយើងផងក៏ដូចជាចំពោះមុខបរទេសផងចាបាទគឺក្រោយពីសម្ដេចឲ្យគឺសោយទីមង្គលទៅគឺប្របាទព្រះរមសីហមុនីគឺថាទ្រង់ច្បាស់ជាគឺថាគឺទ្រង់មានភាពគឺថា close ជាមួយព្រះបិតាតែម្ដងដូច្នេះប្រហែលជាប៉ះពុកគឺថា very touch គឺថាប៉ះពាល់ទៅដល់អារម្មណ៍ខ្លាំងណាស់ទៅដល់ពីគូណាវាច្បាស់ចាពីព្រោះក្នុងចំណោមពេជ្របុត្របកូនណាទាំងប្រមាណគឺមានតែបកូនណាសមុនីហើយនឹងព្រះចាស់នរិន្ទ្រពងទេដែលបានដង្ហែបកូនណាជាប់រហូតហើយនឹងជាពិសេសបានជាប់នៅក្នុងព្រះបរមរាជវាំងក្រមគំនាបរបស់ប៉ុលពតរបស់របបប៉ុលពតចាហើយទៅពេលចេញមកទៅក៏បកូនណាសមុនីលោកបានធ្វើជាព្រះរាជលេខាផ្ទាល់របស់បកូនណាព្រះបរមរតនកោដ្ឋមុនខ្ញុំមកបន្តតំណែងរបស់លោកនឹងចាដូច្នេះព្រះលេខាផ្ទាល់របស់បកូនណាបិតាពេលចេញមកពីរបបខ្មែរក្រហមគឺបកូនណាសមុនីយើងនឹងហើយលើចំពោះព្រះអង្គម្ដងព្រះអង្គផ្ទាល់ម្ដងសិវៈធម្មិកោព្រះអង្គបានគេថាចូលក្នុងឆាកនយោបាយនៅពេលដែលព្រះអង្គចូលឆាកនយោបាយគឺថាធម្មតាតែចូលឆាកនយោបាយគឺថាមានអ្នកស្អប់មានអ្នកមិនស្រឡាញ់មានអ្នកអរិះគន់ជាដើមតែព្រះអង្គទទួលយកមិនដែរខ្ញុំដូចជាអត់មានការព្រួយបារម្ភទៅលើរឿងហ្នឹងពីព្រោះមនុស្សយើងគឺតែងតែមានអ្នកស្រឡាញ់មានអ្នកស្អប់មានអ្នកចំណែនដូច្នេះខ្ញុំមិនសូវជាយកចិត្តទុកដាក់ទៅលើរឿងទាំងអស់នេះទេចាខ្ញុំមានទស្សនៈរបស់ខ្ញុំហើយនឹងជាពិសេសដូចខ្ញុំបានជម្រាបជូនចឹងគឺខ្ញុំត្រូវតែបន្តនៅព្រះមេគានយោបាយរបស់សម្ដេចឪដើម្បីសងព្រះរាជគុណដែលលោកមានមកលើខ្ញុំដូច្នេះខ្ញុំមានគោលបំណងតែមួយគត់ធ្វើយ៉ាងម៉េចខិតខំកសាងសង្គមសន្តិភាពសង្គមស្ថិរភាពសង្គមថ្លៃថ្នូរនៅស្រុកខ្មែរអានឹងហើយដែលជាទស្សនៈរបស់ខ្ញុំ
ក្នុងការដែលខ្ញុំចូលមកក្នុងចូលមកក្នុងឆាកនយោបាយចា៎ បាទគឺថារាជរដ្ឋាភិបាលនៅពេលនោះគឺថាឲ្យព្រះអង្គប្រកាសនៅរដ្ឋសម្បត្តិនៅពេលជួននយោបាយហ្នឹងតើមានព្រះអង្គបានប្រកាសរដ្ឋសម្បត្តិប្រមាណនេះ ខ្ញុំបានប្រកាសទ្រព្យសម្បត្តិដែរខ្ញុំអត់សូវមានអីមានតឡានមួយហ្នឹងម្ល៉េះចា៎មានតឡានមួយចា៎ហើយនឹងដូច្នេះខ្ញុំអត់មានការភ័យព្រួយអីទេក្នុងការប្រកាសទ្រព្យសម្បត្តិ គឺតែព្រះអង្គពេលហ្នឹងអត់ចង់ប្រកាសអីតើហើយ មុនដំបូងជាគោលការណ៍ខ្ញុំអត់ចង់ប្រកាសដោយសារថាអីដោយសារថារាជវង្សខ្មែរដូចជាអត់មានរូបអីនៅក្នុងនយោបាយហើយនឹងអត់មានទូនីតិអីដែលផ្ដល់លទ្ធភាពឲ្យខ្លួនឯងខ្លាយទៅជាអ្នកពុករលួយណាដូច្នេះខ្ញុំមិនយល់ស្របហើយនឹងខ្ញុំបានសរសេរទៅជូនសម្ដេចជាវាដែរថាពីនោះថាជាគោលការណ៍ខ្ញុំមិនប្រកាសទ្រព្យសម្បត្តិដោយសារតែខ្ញុំជំទាស់នៅទ្រឹស្ដីក្នុងការប្រកាសទ្រព្យសម្បត្តិហ្នឹងហើយនឹងពេលខ្ញុំសរសេរអញ្ចឹងទៅសម្ដេចជាវាវាំងលោកយកសម្បត្តិខ្ញុំយកទៅប្តឹងសម្ដេចម៉ែថាទទួលសម្បត្តិនេះហើយគិតយ៉ាងម៉េចបានសម្ដេចម៉ែហៅខ្ញុំទៅណែនាំទៅថាឥឡូវបើសិនជាអត់ចង់ប្រកាសលោកអត់បខំឲ្យខ្ញុំប្រកាសទេប៉ុន្តែឲ្យខ្ញុំដកសម្បត្តិចេញថាមិនប្រកាសកុំឲ្យឌឺគេបាទខ្ញុំដកសម្បត្តិចេញទៅប៉ុន្តែខ្ញុំចាំអ៊ំយិនធៀងមកស្កតលើខ្ញុំពលលួយទៅបាទខ្ញុំសម្រេចចិត្តប្រកាសទៅដើម្បីកុំឲ្យយកចាញ់យកឈ្នះអីយកចាញ់យកឈ្នះចេះតែចាញ់ហើយចាញ់ខ្ញុំនោះបាទហើយសម្ចិត្តប្រកាសទៅឲ្យគេអេងឲ្យស្ងប់ទៅបាទចឹងព្រះអង្គពីដំពេញមានគេស្គាល់ច្រើនទេបងប្អូនខ្មែរយើងទៅណាតាគេស្គាល់ច្រើនពេលខ្ញុំចូលទៅហាងបាយពេលខ្ញុំដើរលេងនៅមាត់ទន្លេជាមួយកូនខ្ញុំអីហ្នឹងគឺទុកសក្លូអីទាំងអស់ហ្នឹងគេស្គាល់គេញឹមដាក់ខ្ញុំអីចឹងទៅចាប៉ុន្តែភាគច្រើនគេសួរខ្ញុំថាខ្ញុំដើរលេងម្នាក់ឯងអត់មានអង្គរៈអត់មានអីចុះខ្ញុំអត់មានតែការភ័យព្រួយអីខ្ញុំមានប្រឆាំងទៅជាមួយអាណាដូច្នេះខ្ញុំមិនមានតកាអីបាទឥឡូវបងប្អូនយើងមួយចំនួនទេថាជួបប្រជាវង្សក្រុមប្រជាវង្សឬសមាជិកប្រជាវង្សមិនសូវចេះប្រើពាក្យឬមួយប្រសងអញ្ចឹងដែរចំពោះគឺថាព្រះអង្គម្ចាស់និងមួយទៀតថាអ្នកអង្គម្ចាស់ខុសគ្នាមិនទេព្រះអង្គម្ចាស់ឋានានុក្រមដោយថាក្នុងនីតិហានយើងមានឧត្តមសេនីយ៍យើងមានវីរៈសេនីយ៍យើងមានអនុសេនីយ៍អីហ្នឹងគឺក្នុងឋានានុក្រមរាជវង្សខ្មែរក៏មានឋានានុក្រមចឹងដែរគឺក្រៅពីងារជាសម្ដេចណាគឺស័ក្តិខ្ពស់ជាងគេគឺព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់បន្ទាប់មកបានអ្នកអង្គម្ចាស់បន្ទាប់មកបានអ្នកអង្គរាជវង្សរួចទៅបានអ្នកអង្គទៅទេណាហើយពាក្យថាខ្ញុំទូលបង្គំហ្នឹងគឺថានិយាយថាខ្ញុំទៅពេលនិយាយមួយក្រុមប្រជាវង្សថាទូលបង្គំចា៎មិនមែនខ្ញុំប្រកាសណាយទេមិនមែនខ្ញុំប្រកាសណា ទូលបង្គំជាមួយរាជវង្សសាមញ្ញទូលបង្គំហើយនឹងជាមួយព្រះមហាក្សត្រទូលព្រះបង្គំហើយតែមានចា៎ហើយជិះបាទចាស់បាទអានឹងពាក្យសាមញ្ញទេករណាសេះកណាសេះហើយស្រីក៏ចឹងប្រុសអញ្ចឹងដែរអត់ទេបើសិនជាយើងមនុស្សប្រុសនិយាយជាមួយរាជវង្សទាំងស្រីទាំងប្រុសកណាសេះណាហើយនឹងបើសិនជានិយាយជាមួយព្រះមហាក្សត្រព្រះករុណាកណាសេះព្រះករុណាកណាសេះអានឹងដើម្បីពាក្យបាទណាហើយនឹងបើសិនជាស្រីទៅវិញគឺបើសិនជាស្រីវិញវាស្មុគស្មាញជាងស្រីនិយាយជាមួយស្ដេចប្រុសទៅឆ្លើយពោហើយបើសិនជាព្រះមហាក្សត្រព្រះពោម្ចាស់បើសិនជានិយាយព្រះពោម្ចាស់បានន័យថាឆ្លើយទៅឆ្លើយពាក្យចាស់ព្រះពោម្ចាស់អានឹងនិយាយជាមួយព្រះមហាក្សត្រនិយាយជាមួយរាជវង្សសាមញ្ញពោអានឹងជាមួយក្សត្រប្រុសបើសិនជាក្សត្រីទៅវិញត្រូវតែឆ្លើយមេណាមេហើយនឹងបើសិនជាព្រះមេអត់ទេមិនមែនព្រះមហាក្សត្រីត្រូវតែពាក្យស្មុគស្មាញទទួលព្រះរាជសវណ្ណីព
រូបព្រះ ទទួលព្រះរាជសវណ្ណីអាហ្នឹងគាត់ថាចាស់មួយម៉ាត់ទទួលព្រះរាជសវណ្ណី អូបាទបងប្អូន ហើយស្មុកស្បាយ បាទយើងនឹងបន្តទៀតហើយដល់ពេលហ្នឹងយើងចាប់ដៃប្រគុណចាប់ដៃរបៀបយើងអោនជង្គង់មកបន្តិច យើងអត់ចាប់ដៃទេប្រពៃណីខ្មែរអត់មានចាប់ដៃណាអត់មានទេយើងសាពះថ្វាយបង្គំ ចាំមិនយើងចាប់ដៃ បើសិនជាលោកចាប់ដៃអាហ្នឹងយើងចាប់ដៃ អូអញ្ចឹង បើសិនជាលោកហុចយើងចាប់ប៉ុន្តែបើសិនជាលោកអត់ហុចគឺអត់យើងត្រឹមតែថ្វាយបង្គំទេ ថ្វាយបង្គំយើងរបៀបយើងអោនជង្គង់បន្តិចហើយយើងព្រោះក្រៅ យើងលិតជង្គង់តែម្ដង នៅខាងក្រៅក៏នៅក្នុងទៀត ខាងក្រៅក៏ដូចគ្នាខាងក្នុង លុតជង្គង់មិនមែនដល់ដីគឺដល់ក្រៅលុតដល់ បើ បន្ សិន ទុន ជា ហ៎ ស្ដេចសៃរាជដល់ដីចា បាទអញ្ចឹង យើងស្ដេចធម្មតាអត់ទេយើងគ្រាន់តែអោន